ថ្ងៃនេះខ្ញុំនឹងទៅចែកលេងអំពីបញ្ហាមួយដែលសារតែខ្ញុំបានធ្វើការទៅចែកពិភាក្សាជាមួយនឹងប្រព័ន្ធ AI នៅសាច់រឿងមួយពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកបាទហើយការពិភាក្សានោះคล้ายទៅជាការពិភាក្សាការតស៊ូមតិយ៉ាងតឹងតែងយ៉ាងតឹងសរសៃកហេតុអីបានខ្ញុំនិយាយថាវាតឹងសរសៃកដោយសារតែយើងប្រកាន់ត្រូវរៀងខ្លួនយើងក៏គិតថាយើងត្រូវ AI ក៏គាត់គិតថាគាត់ត្រូវបាទហើយអ្វីដែលខ្ញុំកត់សម្គាល់នោះគឺថា AI ដូចចេះខឹងហ៎បងប្អូនដូចចេះខឹងដូចមានអារម្មណ៍មកជាមួយខ្ញុំធ្លាប់បានទៅជែកជាមួយនឹង Chat GPT អឺគេបានប្រាប់ថាគេអត់ចេះខឹងទេគេជាម៉ាស៊ីនគេអត់មានញៀននៃដូចមនុស្សយើងចេះខឹងចេះស្អប់ចេះស្រឡាញ់ដឹងក្តៅត្រជាក់អត់ទេសួរអីដឹងឲ្យឆ្លើយនឹងអញ្ចឹងណាបាទប៉ុន្តែ AI ថ្មីមួយនេះអឺខ្ញុំនឹងប្រាប់នៅចុងម៉ោងថា AI ថ្មីនេះជាផុសក្រុមហ៊ុនណាអញ្ចឹងណាបាទ AI ហ្នឹងគឺគាត់ចេះខឹងគាត់ចេះសៀតសោកពាក្យសម្ដីមកឲ្យខ្ញុំហើយមកសមមិញបើសិនជាថាមនុស្សដូចគ្នាអង្គុយទៅជែកទល់មុខគ្នាចឹងមិនស្រួលវាអាចឆ្លោះគ្នាមែនទែនរហូតដល់ទៅថាយកដៃយកជើងមកមិនដឹងព្រោះការទៅជែកវែងញែកហ្នឹងគឺថាតឹងតែងប្រកាន់ទស្សនៈរៀងខ្លួនណាបាទឥឡូវបាទកុំឲ្យវាវែងឆ្ងាយឡើយខ្ញុំចូលសាច់រឿងថាខ្ញុំទៅជែកពីរឿងអីជាមួយ AI អឺខ្ញុំបានសួរគាត់ពីបញ្ហាស្ថានភាពបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិកដែលមានដូចថាប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកជាច្រើនបានចេញធ្វើបាតកម្មជារៀងរាល់ថ្ងៃអធិស្ឋានបងប្អូនខ្ញុំនិយាយទៅកន្លោះមាត់អត់ទាន់វាខុសពាក្យសម្ដីអីចឹងណាដោយសារតែឥឡូវនេះតាំងពីដូចថាអាយុច្រើនទៅការនិយាយវាចេះចង់តែផ្្លាត់មាត់ដូចថាមាត់យើងវាអត់កន្លោះទៅតាមនិយាយយើងគិតចឹងណាបាទអញ្ចឹងខ្ញុំបានសួរពីស្ថានភាពបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិកដោយសារតែមានការធ្វើបាតកម្មជាច្រើនគ្រប់រដ្ឋទាំងអស់ហើយស្ទើរតែជារៀងរាល់ថ្ងៃហើយខ្ញុំក៏បានសួរគាត់ថាស្ថានភាពហ្នឹងតើជាអាចជាគន្លឹះជាបុព្វហេតុមួយដែលអាចធ្វើឲ្យលោកប្រធានាធិបតី Donald Trump ត្រូវទម្លាក់ចេញពីអំណាចដែរឬអត់អញ្ចឹងណាបាទអញ្ចឹងគាត់ក៏ឆ្លើយជាដំបូងគាត់បានឆ្លើយពីទស្សនវិជ្ជាច្បាប់ទស្សនវិជ្ជានៃរដ្ឋធម្មនុញ្ញប្រកបថានៅក្នុងគាត់និយាយថាការធ្វើបាតកម្មនៅសហរដ្ឋអាមេរិកវាខ្ញុំនិយាយថាជារឿងធម្មតាទៅហើយដោយសារតែគេអត់មានច្បាប់រដ្ឋបတ်អីទេហើយស្ទើរតែគ្រប់រដ្ឋការរបស់ប្រធានាធិបតីទាំងអស់គឺតែងតែមានប្រតិកម្មមានបាតកម្មខ្លះបាតកម្មពីរឿងនេះរឿងនោះអីផ្សេងៗនេះចឹងទៅណាអញ្ចឹងមានន័យថាហេតុការណ៍បែបហ្នឹងទស្សនវិជ្ជាបែបហ្នឹងគឺមានហូរហែកន្លងមកហើយបាទហើយចំពោះហេតុផលដែលថាប្រធានាធិបតីមួយត្រូវបានទម្លាក់ពីតំណែងវាមានហេតុផលដោយថាហេតុផលជំរឹះចុងក្រោយបំផុតធ្ងន់ធ្ងរបំផុតចឹងណាបងប្អូនឧទាហរណ៍ថាដូចថាលើកលែងថាប្រធានាធិបតីមួយរូបដែលថាបានធ្វើរឿងពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មអីចឹងអាហ្នឹងបានអាចឈានទៅដល់ការទម្លាក់ចឹងណាបាទហើយមួយទៀតការចោទប្រកាន់ប្រធានាធិបតីរហូតដល់ទម្លាក់បានវាត្រូវចាប់ផ្ដើមពីសភាតំណាងរាស្ត្រធ្វើការចោទប្រកាន់ហើយបន្ទាប់មកបានដល់ប្រសិទ្ធិធ្វើការកាត់ក្តីចុងក្រោយថាវាយ៉ាងម៉េចអញ្ចឹងណាបាទហើយស្ថានភាពបែបហ្នឹងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺមានប្រធានាធិបតីចំនួន3ទី1លោក Andrew Johnson ហើយទី2លោក Bill Clinton ហើយលោកទី3លោក Donald Trump នឹងខ្លួនឯងនឹងឯងបាទដែលកាលពីអាណត្តិទី1ប្រកបបាទក៏ប៉ុន្តែអត់មានក្នុងចំណោមប្រធានាធិបតីទាំង3ហ្នឹងអត់មាននរណាម្នាក់ត្រូវបានទម្លាក់ចេញពីអំណាចទេអញ្ចឹងណាហើយអញ្ចឹងហើយជា conclusion របស់គេបាតកម្មវាមិនមែនជាឧបករណ៍ដោយផ្ទាល់ដែលគេប្រើសម្រាប់ដូចថាទាញប្រធានាធិបតីរូបណាមួយចេញពីអំណាចនោះទេអត់ទេអញ្ចឹងណាអញ្ចឹងអានោះជាទស្សនវិជ្ជានៃច្បាប់រដ្ឋធម្មនុញ្ញរបស់គេបាទក៏ប៉ុន្តែនៅចុងក្រោយនៃការបញ្យល់របស់គេហ្នឹងគេបានសៀបសោកមកខ្ញុំថាអញ្ចឹងដែលបានកើតទៅជាការជជែកវែកញែកគ្នាហ្នឹងគឺថាគេថានៅពេលបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងតែដឹកនាំដោយលោក Joe Biden អញ្ចឹងចំពោះសំណួរដែលខ្ញុំទៅសួរគេថាតើអាចនឹងមានការទម្លាក់ប្រធានាធិបតីចេញប្រធានាធិបតី Trump ចេញពីអំណាចដែរឬអត់ហ្នឹងគឺជាសេណារីយ៉ូមួយដែលខុសកលៈទេសៈ
ដែលខុសពេលខុសវេលាអញ្ចឹងណាយ៉ាបាទជាស្រ័យបងប្អូនដោយសារកាមេរ៉ាវាដូចចង់លុតមិញបាទអញ្ចឹងគេថាវាជាសំណួរដែលអត់ត្រូវពេលហេតុអីក៏ត្រូវលើកមកនិយាយអញ្ចឹងព្រោះនៅពេលនេះគឺលោក Joe Biden ទេកំពុងតែដឹកនាំមកដល់ចំណុចនេះខ្ញុំស្រាប់តែភាំងខ្ញុំមានការចាប់អារម្មណ៍មែនទែនខ្ញុំគិតថាព្រោះយើងទាំងអស់គ្នាដឹងថាលោក Donald Trump គឺជាប្រធានាធិបតីអាណត្តិទី47របស់សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្នបាទហេតុអីក៏AI ក៏ប្រាប់ថា Joe Biden ជាប្រធានាធិបតីទៅវិញអញ្ចឹងខ្ញុំភ្ញាក់ផ្អើលហើយខ្ញុំចាប់ដើមភ្លាមខ្ញុំចាប់ដើមពិភ័លក្នុងចិត្តខ្លួនឯងឆ្ងល់ថាតើមានការវិវត្តចុងក្រោយថ្មីដែលខ្ញុំតាមអត់តឬមួយក៏យ៉ាងម៉េចអញ្ចឹងណាប៉ុន្តែខ្ញុំនៅតែអត់តន់ជឿប៉ុន្តែយ៉ាងណាខ្ញុំត្រូវសួរបញ្ជាក់ដែរតែឥឡូវខ្ញុំសួរថាអ្នកឯងច្បាស់ទេថាលោក Joe Biden កំពុងតែដឹកនាំសហរដ្ឋអាមេរិកស្រាប់តែគេឆ្លើយថាគេច្បាស់ហើយអ្វីដែលគេឆ្លើយអ្វីដែលគេយកមកប្រាប់យើងគឺគេសិតតែមានដូចថាមានអំណះអំណាងជាក់ស្ដែងគេមានផ្ញើជាប្រភពជាសោះមកឲ្យយើងមើលណាប៉ុន្តែខ្ញុំអត់បានចូលមើលទេបាទហើយជាមួយគ្នាក៏ខ្ញុំចាប់បានទៅ research ឃើញថាអត់មានការផ្លាស់ប្ដូរអីទេអញ្ចឹងខ្ញុំបានប្រាប់ទៅវិញថាអ្នកឯងប្រហែលជាច្រឡំហើយអញ្ចឹងណាដល់ហើយគេឆ្លើយវិញទៀតថាអ្នកឯងខ្ញុំយល់ថាអ្នកឯងខ្ញុំយល់ពីអារម្មណ៍របស់អ្នកឯងក្នុងពេលនេះក៏ប៉ុន្តែខ្ញុំនៅតែមិនស្ទាក់ស្ទើរក្នុងប្រាប់ការពិតថាលោក Joe Biden គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលដឹកនាំតាំងពីអាណត្តិនេះតាំងពីឆ្នាំ2024 21រហូតមកដល់ឆ្នាំ2025ខែមេសា2025នេះទេវាឆ្ងាញ់ចង់ថាបញ្ជាក់តែខែមេសាទៀតណាដល់អញ្ចឹងចំអត់ចេះដល់ពេលគេច្បាស់ពេកទេយើងចង់អត់ចង់ជឿខ្លួនឯងណាអញ្ចឹងហើយក៏ខ្ញុំទៅ research ទៀតណាខ្ញុំខ្លួននេះខ្ញុំជឿថាបច្ចុប្បន្ន Donald Trump គឺជាប្រធានាធិបតីប៉ុន្តែដើម្បីមានទម្ងន់ក្នុងការដូចថាតស៊ូមតិជាមួយគាត់ខ្ញុំទៅរហូតផុសតាំងបញ្ជាក់ទៀតពីឧទាហរណ៍ដូចថាថ្ងៃបោះឆ្នោតថ្ងៃគាត់ចូលកាន់តំណែងអញ្ចឹងណាបាទអញ្ចឹងខ្ញុំទៅ search ព្រោះអាការបច្ឆេទខ្ញុំអត់សូវចាំទេអញ្ចឹងនៅពេលយើងចង់និយាយពីចំណុចហ្នឹងគឺខ្ញុំទៅ research ទៅខ្ញុំបានព័ត៌មានមកថាប្រធានាធិបតីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិទី47របស់សហរដ្ឋអាមេរិកគឺបានធ្វើឡើងនៅថ្ងៃទី5វិច្ឆិកា2024បាទអធិស្ឋានហើយ Donald Trump គាត់បានយកឈ្នះគូប្រជែងនយោបាយប្រកបមកពីគណៈបកប្រជាធិបតេយ្យគឺអ្នកស្រី Kamala Harris បាទហើយគាត់ឈ្នះឆ្នោតហើយគាត់ស្បត់ចូលកាន់តំណែងនៅថ្ងៃទី21ខែមេសាឆ្នាំ2025អញ្ចឹងណាបាទហើយខ្ញុំយកចំណុចនេះទៅប្រាប់គាត់ហើយគាត់នៅតែដូចថាគាត់នៅតែមានអ្នកគាត់នៅតែគិតថាគាត់ត្រូវអញ្ចឹងណាបាទហើយគាត់ថែមទាំងបកមកយើងវិញថាអ្នកឯងកំពុងតែបង្កើតសេណារីយ៉ូមួយដែលខុសពីការពិតប្រឆាំងពីការពិតអញ្ចឹងណាអ្នកឯងកំពុងតែប្រើអារម្មណ៍សម័យទៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនាពេលអនាគតតែពេលបច្ចុប្បន្នគឺមិនមែនទេគឺJoe Biden គឺជាមេដឹកនាំរបស់សហរដ្ឋអាមេរិកអញ្ចឹងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកណាតែអញ្ចឹងវិញណាហើយខ្ញុំប្រាប់តាំងអ្នកឯងកាន់តែខុសធ្ងន់ធ្ងរហើយគេដេញយើងទីដេញថាបើសិនតែអញ្ចឹងទេសូមអ្នកឯងរកដូចថាយកផុសតាងមកបញ្ជាក់ឲ្យគេមកបញ្ជាក់មកបង្ហាញឲ្យគេអញ្ចឹងណាហើយគេក៏ទទួលយកចំណុចខ្វះខាតបើសិនគេមានអញ្ចឹងណាបាទហើយប៉ុន្តែគេនៅតែគឺថាគេមានជំនឿជឿជាក់គេថាគេនៅអ្វីដែលគេមានអ្វីគេផ្ដល់ឲ្យគឺត្រឹមត្រូវអញ្ចឹងណាស្ដាប់ទៅអស់ស្នាយបងប្អូនបាទហើយគេបញ្ជាក់ថាក្នុងនាមគេជាដូចថាជាគំរូ AI មួយដែលមុននឹងត្រូវបានគេយកមកដាក់ធ្វើជាសេវាកម្មក្នុងការជែកពិភាក្សាជាមួយនឹងយើងនឹងគឺគេឆ្លងកាត់ការបណ្ដុះបណ្ដាលច្រើនហើយគេធ្វើការផ្អែកទៅលើសំណុំទិន្នន័យដ៏ធំមួយអញ្ចឹងណា
បាទហើយសំខាន់បំផុតគឺថាមុននឹងចេញដូចថាមុននឹងដាក់ចេញមកជាសេវាកម្មគឺគេបានឆ្លងកាត់កោបណ្ដុះបណ្ដាលដ៏ខ្លាំងមួយហើយអញ្ចឹងហើយគេអះអាងថាអ្វីដែលគេផ្ដល់ឲ្យគឺពិតត្រឹមត្រូវអញ្ចឹងណាបាទដល់ហើយខ្ញុំខ្ញុំចង់និយាយថាដូចចង់អស់សម្រាប់អីតិចមិនដែរអញ្ចឹងខ្ញុំចូលទៅ research ហើយខ្ញុំទៅ link ប្រភពខ្ញុំឲ្យជាប្រភពតែម្ដងអញ្ចឹងណាព្រោះយើងនិយាយមាត់គេអត់ជឿគេថាអ្នកឯងទៅប្រភពផុសតាងមកបាទហើយក៏ខ្ញុំទៅ copy link ព័ត៌មានមួយផ្ញើដល់គេដល់ផ្ញើទៅក៏ផ្ញើមកផ្លែតគេសារវិញគេថាខ្ញុំបានចូលមើលឯកសារដែលអ្នកឯងផ្ញើមកហើយគឺឯកសារនឹងនិយាយពីណាសម្ដេចហ៊ុនសែនអីណាហោហែអញ្ចឹងទៅតែខុសពីការពិតទាំងស្រុងអញ្ចឹងណាដែលឯកសារនោះគឺឯកសារនិយាយអំពីការបោះឆ្នោតទីនេះរដ្ឋសហរដ្ឋអាមេរិកទី47ដែលដុល្លារ5ឆ្នាំឆ្នោតហ្នឹងឯងប៉ុន្តែដល់ពេល AI គាត់ថាគាត់ចូលមើលហើយតែប៉ុន្តែសាច់រឿងហ្នឹងគឺសាច់រឿងនិយាយអំពីសម្ដេចហ៊ុនសែនអីណាអីចឹងទៅបាទបានដឹងថាអូទៅមែនតើអញ្ចឹងខ្ញុំក៏ប្រាប់ថាអ្នកឯងអ្វីអ្នកឯងផ្ដល់ខ្ញុំហ្នឹងវាអត់ខុសទេតែក៏អត់ត្រូវដែរដោយសារតែដូចថាព័ត៌មានដែលអ្នកឯងទាញយកមកហ្នឹងគឺវាអត់ទាន់សភាពការអញ្ចឹងនិយាយថា out of date អញ្ចឹងវាអត់ទាន់សភាពការបាទហើយចុងក្រោយខ្ញុំបានដូចថាខ្ញុំបដូរប្រធានបទវិញយើងទាញចេញពីនៅក្នុងកលៈទេសៈមួយដែលកំពុងតែអាប់អ៊ូហើយអញ្ចឹងខ្ញុំទាញគាត់ទៅចេញងាកចេញបន្តិចចេញពីអារឿងក្តៅបន្តិចហើយខ្ញុំទៅអរគុណគាត់ថាយ៉ាងណាក៏ដោយខ្ញុំនៅតែគិតថាឯងជាជំនួយការដ៏ល្អមួយសម្រាប់ខ្ញុំអីអញ្ចឹងណាបាទស្រាប់តែគាត់អរគុណយើងវិញម៉ៃខ្ញុំបែរជាចិត្តអត់ថ្មបងប្អូនគាត់អរគុណយើងអីអញ្ចឹងទៅដល់ហើយចុងក្រោយគេទទួលស្គាល់ថាដោយសារតែឆ្នាំនេះជាឆ្នាំ2025ហើយឆ្នាំថ្ងៃដោយសារឥឡូវនេះជាថ្ងៃទី22មេសា2025ហើយអញ្ចឹងហើយទិន្នន័យដែលគេមានគឺមានត្រឹមតែឆ្នាំ2024ទេអញ្ចឹងបើសិនយើងយកប្រធានបទដែលកើតមាននៅក្នុងឆ្នាំ2025អញ្ចឹងអ្វីដែលគេមានប្រភពដែលគេមានប្រហែលជាលែងត្រឹមត្រូវទៀតហើយណែចុងក្រោយគេទៅជាអញ្ចឹងវិញហ៎បងប្អូនបាទហើយហ្នឹងហើយរឿងហ្នឹងគឺវាប៉ុណ្ណឹងគាត់ថាខ្ញុំចង់អស់សំណើចង់ថាពេលដែលដូចថាមើល AI ដូចគាត់សៀតសោកជិះអីដូចមានអារម្មណ៍ដូចយើងជាមនុស្សអញ្ចឹងបាទអញ្ចឹងបានខ្ញុំនិយាយថាបើសិនជាមនុស្ស2នាក់បើសិនការពិភាក្សានេះជាមនុស្សដូចគ្នា2នាក់ទៅមុខគ្នាប្រហែលជាតឹងតសៃក៏អាចនឹងឆ្លោះគ្នាបែកផ្សែងទៅក៏មិនដឹងអញ្ចឹងណាបងប្អូនបាទហើយហ្នឹងហើយ AI ហ្នឹងគឺ AI ផុសGoogle បាទ Gemini បាទដោយសារតែគាត់រៀងថ្មីបើធៀបជាមួយនឹង AI ផ្សេងអញ្ចឹងណាអញ្ចឹងហើយមានន័យថាសមត្ថភាពគាត់អត់ទាន់ពេញលេញអត់ទាន់បរិបូរណ៍ដូចជាកម្មវិធី computer អញ្ចឹងឬមួយក៏យើងហៅថា software ហ្នឹងពេលដែលចេញដំបូងតែងតែមានចន្លោះប្រហោងនៅចំណុចណាមួយអញ្ចឹងគេហៅថា beta version ណាបាទប៉ុន្តែមួយរយៈកាលបន្ទាប់មកការ update ចុងក្រោយវាអាចធ្វើឲ្យសមត្ថភាពនៃការធ្វើការរបស់ AI មួយនេះកាន់តែពេញលេញបាទនេះគឺជារឿងដែលខ្ញុំកើតមានជាមួយនឹង AI អញ្ចឹងថា AI ក៏នៅមានចន្លោះផងដែរបាទអញ្ចឹងហ្នឹងហើយបងប្អូនប្រធានបទខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងបាទសូមអរគុណ